សូមគោរពសួស្តីបងប្អូនទាំងគ្នាបាទថ្ងៃនេះខ្ញុំនឹងធ្វើការណែនាំជូនដល់បងប្អូនទាំងគ្នានៅប្រភេទ drone i5 Max និង drone មួយដែលទើបតែមកដល់ហាងរបស់យើង drone i5 Max នេះជា drone ដែលមាន tele អេក្រង់ដូចបងប្អូនបានឃើញនៅទីនេះបាទហើយជាប្រភេទមាន GPS ហោះបានខ្ពស់ហោះបានឆ្ងាយលេងអត់ចាញ់ខ្យល់ទេបងប្អូនទាំងគ្នាអូខេយើងនឹង check ទាំងអស់គ្នាថាតើនៅខាងក្នុងមួយ accessory របស់វាមានអីខ្លះអញ្ចឹងជាទូទៅឬក៏ជាធម្មតា Smart Robo Shopping Care របស់យើងតែងតែកំងមកគឺជាឈុតតែម្ដងដែលមាន tele មានថ្មដ្រូនចំនួន2អញ្ចឹងទៅអញ្ចឹងចាក់ស្ដែងនៅក្នុងនេះគឺយើងទទួលមុននឹងទទួលបានទី1គឺសភៅណែនាំនេះមួយបាទសភៅណែនាំទី2គឺបងប្អូននឹងទទួលបានស្លាបតកួរចំនួន2គូទូលវីសខ្សែសាកបាទmemory card 8G card reader បាទខ្ចៅមូស្លាបដ្រូននិងវីសជាដើមបាទហើយយើងនឹងទទួលបានថ្មដ្រូនចំនួន2គ្រាប់បងប្អូនគ្នាថ្មមួយគ្រាប់នៅខាងក្រៅនេះហើយថ្មនេះពពួកដ្រូននេះអាចលេងបានប្រហែលខ្ទង់ពី10នាទីទៅ5-10នាទីយ៉ាងច្រើនបាទពពួកថ្មនេះគឺលេងបានប៉ុណ្ណឹងប្រឹងអស់ហើយដ្រូនរបស់យើងជាប្រភេទដ្រូនបែបនេះបងប្អូនគ្នាបាទពពួកនេះមាន sensor ការពារបុកប៉ះចំនួន4ទិសបាទមានមុខក្រោយឆ្វេងស្ដាំអញ្ចឹងទៅបាទនេះគឺដុំ sensor បុកប៉ះរបស់វានៅខាងនេះបាទហើយស្លាបរបស់វាស្តៀងនឹងពពួកស្លាបអឺ K811 ដែរស្លាបរបស់វាយើងអាចដាក់ត្រូវគ្នាហើយដៃក៏ប្រហែលជាអាចដាក់ត្រូវគ្នាដែរគ្រាន់តែវាខុសតែអក្សរឯងបងប្អូនគ្នាហើយអ្វីដែលខុសមួយទៀតគឺពាក់ព័ន្ធជាមួយនឹង tele របស់វាជាប្រភេទ tele អេក្រង់បែបនេះបាទជាប្រភេទ tele អេក្រង់បែបនេះហើយបងប្អូនអាចសាកថ្មកន្លែងនេះជាប្រភេទ tele អេក្រង់ហើយជាប្រភេទសាកថ្មយើងអាចដាក់ memory card ចូលទៅក្នុងកន្លែងនេះបានបាទកន្លែងនេះបាទអូខេអញ្ចឹងខ្ញុំនឹងធ្វើការបើក drone នេះបន្តិចដើម្បីឲ្យបងប្អូនទាំងគ្នាមើលឃើញរូបភាពស្រស់ស្អាតនៃ drone នេះកម្រិតណាអានេះគ្រាន់តែយើងបើកមកភ្លាមគឺវា detect ផ្ទាល់តែម្ដងបាទកម្រិតនៃវីដេអូរបស់វានេះយើងអាចនិយាយថាតម្លៃប៉ុណ្ណឹងវាអាចមានសមត្ថភាពប៉ុណ្ណឹងយើងចាត់ទុកថាល្អប្រសើរហើយបងប្អូនបាទភ្លើងរបស់វាគឺមាននៅតាមដៃផងបាទហើយនៅតាមភ្នែកខាងលើនេះផងបាទអញ្ចឹងគឺភាពស្រស់ស្អាតនៃ drone i5 Max នេះប៉ុណ្ណឹងបើយើងដាក់នៅលើដៃរបស់ខ្ញុំគឺប៉ុណ្ណេះបងប្អូនគ្នាបាទហើយសួរថា drone GPS i5 Max នេះគឺហោះចាញ់ខ្យល់អត់បងប្អូនទាំងគ្នាគ្រប់ពពួក drone ដែលមាន GPS ណាភាគច្រើនគឺយើងអាចលេងបានសឹងតែស្ទើរគ្រប់កលៈទេសៈបាទហាមហោះតែកន្លែងដែលមានខ្យល់ខ្លាំងទេបាទប៉ុន្តែសម្រាប់ខ្យល់ល្មមហោះអត់ចាញ់ខ្យល់ទេពពួកនេះបងប្អូនគ្នាហើយវាមានប្រព័ន្ធ sensor ការពារបុកប៉ះប្រព័ន្ធ auto return home នៅពេលអត់ថ្មឬក៏ដាច់សេវាបាទអញ្ចឹងសម្រាប់បងប្អូនដែលត្រូវការលេងដើម្បីឲ្យមានសុវត្ថិភាពជាងជាវទៅពពួក drone ដែលមាន GPS បាទហើយតម្លៃនៃ drone នេះគឺ$65ឈុតថ្ម2 accessory ដូចបងប្អូនបានឃើញអញ្ចឹងបាទសូមគោរពអរគុណបងប្អូនគ្នាដែលតែងតែគាំទ្រនៅហាង Smart Robo Shop កន្លងមកបាទសូមអរគុណ